ទាំងអស់នេះមែនទេដែលបងប្អូនតែងតែជួបបញ្ហាកន្លងមកហើយដោះស្រាយវាមិនបានលទ្ធផលល្អឬជោគជ័យនោះខាតទាំងថវិកាខាតទាំងកម្លាំងខាតទាំងពេលវេលាពេលនោះបងប្អូនតែងតែដាក់បន្ទុកទៅលើកត្តាមួយចំនួនទី1គឺខ្វះសារធាតុចិញ្ចឹមទី2សត្វល្អិតបំផ្លាញទី3ជំងឺទី4អាកាសធាតុបើបងប្អូនលើកហេតុផលទាំងនេះមកដាក់ជាបន្ទុកនោះមកពីបងប្អូនពុំមានសមត្ថភាពដោះស្រាយវាឲ្យបានជោគជ័យគឺមកពីបងប្អូនមិនទាន់យល់អំពីរុក្ខជាតិនីមួយៗឲ្យបានច្បាស់លាស់អំពីចរិតលក្ខណៈរបស់វាតាមពិតទៅវាមានជីវិតនិងមានវិញ្ញាណដោយមនុស្សសត្វយើងចឹងដែរការដោះស្រាយរបស់វាពុំមែនដែលយើងដើរនៅក្នុងចម្ការយើងឃើញមានជំងឺផ្សិតមានសត្វល្អិតហើយយើងវិភាគថាវាខ្វះសារធាតុចិញ្ចឹមហើយយើងទៅទិញថ្នាំយកមកបាញ់ឲ្យវាដោះស្រាយវិធីបែបនេះគេហៅថាវិធីទាល់ច្រកដែលគ្មានជំរឿសដោះស្រាយហើយក៏មិនបានលទ្ធផលល្អដែរបើប្រៀបធៀបដូចជាបងប្អូនកំពុងតែឈឺធ្ងន់ហើយបងប្អូនទៅហូបការគេអាហារពេញតុសិតតែជាអាហារដែលសម្បូរទៅដោយវីតាមីនសារធាតុចិញ្ចឹមគ្រប់បែបយ៉ាងទាំងអស់សិតតែជាអាហារល្អៗប៉ុន្តែសួរថាបងប្អូនឈឺបែបនេះបងប្អូនញ៉ាំកើតអត់បងប្អូនញ៉ាំមិនកើតទេអញ្ចឹងរុក្ខជាតិគោវាមិនខុសពីមនុស្សយើងអញ្ចឹងដែរសូមបងប្អូនត្រូវគិតឲ្យបានច្បាស់ថាមុននឹងវាមកដល់ចំណុចនេះតើវាឆ្លងកាត់អ្វីខ្លះទាំងអស់នេះគឺវាកើតឡើងដោយសារបងប្អូនទៅបំផ្លាញវាជារៀងរាល់ថ្ងៃបាញ់កាន់តែច្រើនសុខភាពកាន់តែទ្រុឌទ្រោមជំងឺសត្វល្អិតចេះតែមានកាន់តែច្រើនការប្រើប្រាស់ថ្នាំខុសបច្ចេកទេសធ្វើឲ្យរុក្ខជាតិវាបាត់បង់នៅប្រព័ន្ធការពាររបស់វាពីធម្មជាតិការបាញ់ថ្នាំឲ្យចន្ទីចេញក្តឹបបានច្រើននោះវាមិនមែនជាបញ្ហាលំបាកទេគ្រាន់តែដាក់ថ្នាំបញ្ចុះក្តឹបមកបន្តិចទៅគឺវាចេញទាំងចង្កោមហើយប៉ុន្តែអ្វីដែលខ្ញុំឃើញគឺបងប្អូនជួបបញ្ហានេះច្រើនកន្លងមកការធ្វើដំណាំចន្ទីឲ្យបានជោគជ័យគឺមិនមែនស្ថិតនៅលើការធ្វើឲ្យចេញគ្រាប់មួយតងផ្កានោះមានរហូតដល់20-30គ្រាប់នោះហើយជោគជ័យនៅក្នុងរូបភាពដែលក្តឹបកំពុងតែប្រឈមនឹងការស្វិតជ្រុះនៅប្រហែលថ្ងៃខាងមុខនោះទេអញ្ចឹងមកពីបងប្អូនមិនទាន់ស្គាល់អំពីដំណាំបងប្អូនថាក្នុងពេលនេះវាកំពុងស្ថិតនៅក្នុងសុខភាពបែបណានេះវាមិនខុសអំពីស្ត្រីម្នាក់ដែលគាត់មានរូបរាងកាយស្គមស្គាំងហើយមានជំងឺបេះដូងជំងឺសួតជំងឺទឹកនោមផ្អែមជាច្រើនមុខផ្សេងទៀតហើយបង្ខំឲ្យគាត់ចាក់មេជីវិតដែលចង់ឲ្យគាត់បង្កើតកូននៅក្នុងផ្ទៃរបស់គាត់នឹងជាកូនភ្លោះរហូតដល់5-6នាក់ពេលនោះតើគាត់ប្រឈមទៅនឹងបញ្ហាអ្វីខ្លះគឺប៉ះពាល់ទៅដល់សុខភាពរបស់គាត់និងសុខភាពទារកអញ្ចឹងការធ្វើដំណាំចន្ទីគឺมันខុសអំពីការប្រៀបធៀបជាមួយនឹងមនុស្សទេព្រោះវាមានជីវិតមានវិញ្ញាណដូចនឹងមនុស្សដែរកាលណាបងប្អូនស្គាល់វាមិនបានច្បាស់ធ្វើទៅតាមអារម្មណ៍គឺបងប្អូននឹងជួបនៅបញ្ហាមួយចំនួនហើយដោះស្រាយមិនចេញក្តឹបចន្ទីដែលចេញមកមានសុខភាពល្អគឺជាក្តឹបដែលមានពណ៌បៃតងភ្លឺរលោងធំប៉ោងថ្លោះមិនមែនជាក្តឹបមានពណ៌ក្រហមត្នោតនោះទេហើយក៏មិនមែនជាក្តឹបដែលស្វិតមិនប៉ោងជ្រីងជ្រួញនោះដែរកាលណាដែលយើងបង្ខំសារធាតុបញ្ចុះក្តឹបហើយវាលឿនពេកនោះរុក្ខជាតិវានឹងលោតចេញមកក្តឹបទាំងចង្កោមគឺមានពណ៌ក្រហមត្នោតបែបនេះគឺมันខុសអំពីធ្វើឲ្យវាប្រឈមទៅនឹងបញ្ហាជាច្រើននៅចំពោះមុខនៅថ្ងៃខាងមុខគឺមានភាពល្អមើលតែមិនល្អទទួលផលឡើយសូមបងប្អូនចងចាំបើសិនជាបងប្អូនមានបញ្ហាទាំងអស់នេះដោះស្រាយមិនចេញបងប្អូនអាចទំនាក់ទំនងតាមលេខខាងក្រោមហើយបញ្ហាទាំងអស់នោះមិនមែនជាបញ្ហាចោទដែលដោះស្រាយមិនចេញរបស់ធម្មជាតិបៃតងឡើយព្រោះធម្មជាតិបៃតងមានបទពិសោធន៍ជាច្រើនឆ្នាំកន្លងមកហើយស្គាល់អំពីចរិតលក្ខណៈរបស់រុក្ខជាតិនីមួយៗបានច្បាស់លើកលែងតែស្រុកខ្មែរមានសីតុណ្ហភាពធ្លាក់តកកឬមួយកម្ដៅខ្លាំងរហូតដល់លើសពី40អង្សាសេឡើងទៅរហូតដល់ភ្លើងឆេះស្លឹកនោះទើបធម្មជាតិបៃតងមិនអាចដោះស្រាយជូនបានសូមអរគុណ